អាវុធហត្ថឌិចធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ4នាក់បញ្ជូនទៅតុលាការពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀនបន្ទាប់ពីបើកការស្រាវជ្រាវអរិយាពេទ្យច្រើនថ្ងៃមកនៅថ្ងៃទី27ខែមីនា2026កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថឌិចធានីភ្នំពេញសហការជាមួយនឹងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យនិងខណ្ឌកំពតបានចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន4នាក់ជាបន្តពាក់ព័ន្ធទៅនឹងករណីជួញដូរខុសច្បាប់នៅសារធាតុញៀននៅចំណុចលើផ្លូវបេតុងភូមិត្រពាំងថ្លឹងសង្កាត់ចំចៅទី1នៅបន្ទប់ជួលគ្មានលេខភូមិទូពងរសង្កាត់ចំចៅទី2ខណ្ឌពោធិ៍សែនជ័យនិងចំណុចផ្ទះជួលលេខ13បុរីអមអលភូមិកំបោសង្កាត់កំបោខណ្ឌកំបោនិងបន្តឆៃឆេនៅចំណុចបន្ទប់ជួលលេខ14ភូមិកំបោសង្កាត់កំបោខណ្ឌកំបោលរាជធានីភ្នំពេញវត្ថុតាំងចាប់យករួមមានម្សៅក្រាមពណ៌សថ្លាចំនួន16កញ្ចប់ស្មើនឹង694.88ក្រាមចិញ្ចៀនអេឡិចត្រូនិកសម្រាប់ថ្លឹងចំនួន1គ្រឿងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន1និងសម្ភារៈមួយចំនួនទៀតផងជនសង្ស័យទាំង4នាក់មានឈ្មោះសានភិរៈហៅទីអាយុ29ឆ្នាំទី2ឈ្មោះហ៊ានសុខឹមហៅម៉ាត់ភេទប្រុសអាយុ27ឆ្នាំទី3ឈ្មោះថនធូហៅធូភេទប្រុសអាយុ32ឆ្នាំនិងទី4ឈ្មោះឈុនពិសិដ្ឋហៅមន់ភេទប្រុសអាយុ35ឆ្នាំបច្ចុប្បន្នជនសង្ស័យទាំង4នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញក៏សាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីធ្វើការប្រតិទោសតាមផ្លូវច្បាប់ក្រុមហ៊ុនម៉ាកាសាងសង់ TSE ផ្ដល់សេវាប្រឹក្សាយោបល់និងការសាងសង់សំណង់គ្រប់ប្រភេទប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ជាសកលទំនាក់ទំនង Telegram លេខ015 299 697បញ្ហាដំណងនោមក្រពះពោះវៀនថ្លើមនិងបញ្ហាលើសជាតិអាស៊ីតសុទ្ធសឹងតែជាជំងឺដែលកំពុងប្រឈមមុខខ្លាំងនាពេលបច្ចុប្បន្ននេះបង្កើនការប្រុងប្រយ័ត្នទប់ស្កាត់ឲ្យបានទាន់ពេលវេលានិងជ្រើសរើសផលិតផលយកមកប្រើប្រាស់ឲ្យបានត្រឹមត្រូវឱសថបុរាណខ្ចីខ្មៅធម្មជាតិជាផលិតផលដែលផលិតដោយគុណខ្មែរសុទ្ធសាធចម្រាញ់ចេញពីវត្ថុធាតុដើមធម្មជាតិរួមមានស្លឹករំខ្ចីខ្មៅក្បាលរមៀតនិងមើមយិនសិននិងធាតុផ្សំវីតាមីនជាច្រើនមុខទៀតជួយបង្កើនកម្លាំងជួយកម្ចាត់ជាតិពុលក្នុងឈាមដាក់សមត្ថភាពលើភេទជួយរំលាយដុំគីទាំងក្នុងនិងក្រៅជួយកម្ចាត់ជាតិខ្លាញ់បញ្ហាសន្លាក់សាច់ដុំឈឺចង្កេះនិងបញ្ចុះជាតិកូលេស្តេរ៉ុលបានយ៉ាងប្រសើរទៀតផងព័ត៌មានលម្អិតសូមឆាប់ទៅប្រអប់សារពេកឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ